ជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំឈ្មោះសេនសេពេចមកពីថ្នាក់ដេថ្ងៃនេះខ្ញុំមកធ្វើការឆ្លុះបញ្ចាំងនៅក្នុងមេរៀនសប្តាហ៍ទី4គឺគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពនៅក្នុងនឹងដែរសម្រាប់ទៅលើចំណុចទី1សេចក្តីផ្ដើមយើងដឹងហើយថាការវិតម្លៃទៅលើការសិក្សាគឺយើងប្រើដើម្បីវិនិច្ឆ័យទៅលើលទ្ធផលនៃការសិក្សានិងការអនុវត្តរបស់សិស្សហើយគ្រូត្រូវតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលអាចធ្វើទៅបានហើយគួរតែពិនិត្យទៅលើលទ្ធផលនៃការវិតម្លៃដើម្បីមធ្យោបាយកែលម្អទៅលើការសិក្សារបស់សិស្សតើអ្វីដែលជាប្រសិទ្ធភាពនៅក្នុងការវិតម្លៃការសិក្សាអញ្ចឹងប្រសិទ្ធភាពនៅក្នុងការវិតម្លៃនៅក្នុងការសិក្សាគឺយើងសំដៅទៅលើការវាស់វែងការវិតម្លៃនិងការជឿជាក់បានទៅលើពីការវាស់ស្ទង់ការយល់ដឹងនឹងការនឹងចំណេះដឹងឬក៏ជំនាញរបស់សិស្សម្នាក់ហើយការវិតម្លៃដែលមានគុណភាពនោះគឺតែងតែផ្ដល់នូវលទ្ធផលដែលផ្ទៀងផ្ទាត់នឹងការគ្រប់គ្រងរបស់គ្រប់គ្រងការសិក្សារបស់សិស្សនិងមានទៅលើការលើកទឹកចិត្តរបស់សិស្សផងដែរនៅក្នុងលក្ខណៈវិនិច្ឆ័យនៃដែលធានាថាមានប្រសិទ្ធភាពនៅក្នុងការវិតម្លៃការសិក្សាគឺយើងត្រូវតែមានលទ្ធផលសិក្សារំពឹងទុកនៅក្នុង1ម៉ោងសិក្សាឲ្យបានច្បាស់លាស់និងមានភាពសមស្របយើងត្រូវតែបន្ស៊ីរវាងការវិតម្លៃនិងលទ្ធផលដែលយើងបានរំពឹងទុកដែលនៅក្នុងម៉ោងសិក្សាររយៈពេល1ម៉ោងហើយយើងត្រូវឲ្យដឹងថាតើសុពលភាពដែលយើងធ្វើនឹងយើងទទួលបានអត់យើងត្រូវតែមានភាពជឿជាក់យើងត្រូវតែមានភាពសក្រិតឧទាហរណ៍សក្រិតនឹងទៅលើការដាក់បន្ទុកឲ្យសិស្សយើងត្រូវតែមានផលសក្រិតកុំឲ្យមានភាពលំអៀងគ្នាហើយទីចុងក្រោយនោះគឺយើងត្រូវតែមានការអនុវត្តអញ្ចឹងបើសិនជាយើងអត់បានអនុវត្តទេប្រសិទ្ធភាពដែលយើងចង់បាននឹងគឺវាអត់អាចទទួលបានទេហើយសម្រាប់លទ្ធផលដែលយើងរំពឹងទុកនៅក្នុងការសិក្សារយៈពេល1ម៉ោងវិញគឺយើងត្រូវបានតែយើងគួរតែកត់កំណត់សម្គាល់នៅកម្រិតលំបាកសមស្របណាមួយដើម្បីយើងទៅជួយលើកទឹកចិត្តសិស្សហើយជាពិសេសនោះគឺគ្រូគួរតែយល់អំពីការវិតម្លៃដែលប្រកបដោយតុល្យភាពនិងមានភាពស្មើគ្នានៅក្នុងការវិតម្លៃឬក៏លទ្ធផលដែលយើងរំពឹងទុកក្នុង1ម៉ោងសិក្សាហ្នឹងក៏យើងត្រូវតែជ្រើសរើសការធ្វើតេស្តនៅក្នុងថ្នាក់រៀនដើម្បីយើងដឹងអំពីសមត្ថភាពចំណេះដឹងរបស់សិស្សម្នាក់ហើយយើងការធ្វើតេស្តហ្នឹងគឺយើងត្រូវបង្កើតតេស្តដែលតាក់ទងជាមួយនឹងមេរៀនហើយនៅក្នុងតេស្តហ្នឹងក៏យើងអាចប្រើជាសំណួរបើកឲ្យបានច្រើនដើម្បីឲ្យគាត់មានបណ្ដុះគំនិតរបស់គាត់នឹងឆ្លើយនៅតាមសំណួរដែលយើងបានដាក់ទៅឲ្យគាត់នឹងហើយមួយទៀតគឺទាមទារឲ្យមានការអនុវត្តអញ្ចឹងយើងត្រូវតែឲ្យគាត់មានការអនុវត្តឲ្យបានច្រើនដូចជាការធ្វើការងារក្រុមការធ្វើកិច្ចការផ្ទះគឺក៏ធ្វើលំហាត់ផ្សេងមួយទៀតទៅគឺសំណួរផ្ទាល់មាត់អញ្ចឹងការប្រឡងឬក៏ការធ្វើតេស្តខ្លះយើងអាចសួរជាសំណួរផ្ទាល់មាត់ប៉ុន្តែសំណួរយើងអាចប្រើជាប្រភេទសំណួរបើកដើម្បីឲ្យគាត់ងាយស្រួលក្នុងការឆ្លើយគាត់គិតបានច្រើនចាបន្ទាប់មកទៀតគឺយើងមានការសង្កេតអញ្ចឹងការសង្កេតនឹងទៅលើគ្រូជាអ្នកសង្កេតទៅលើសិស្សសង្កេតលើសកម្មភាពទាំងការឆ្លើយការធ្វើសំណួររបស់សិស្សផងដែរហើយជាចុងក្រោយនៅពេលដែលគ្រូសង្កេតហើយគ្រូផ្ដល់នៅយោបល់ឲ្យទៅសិស្សអញ្ចឹងសិស្សគាត់អាចនឹងធ្វើការវាតម្លៃទៅលើខ្លួនរបស់គាត់បានហើយចាអញ្ចឹងនៅត្រង់នេះខ្ញុំសូមនិយាយទៅចំណុចបន្ទាប់គឺការលក្ខណៈវិនិច្ឆ័យដែលធានាឲ្យមានប្រសិទ្ធភាពដូចគ្នាប៉ុន្តែការបន្ស៊ីរវាងវិធីសាស្ត្រវាតម្លៃនិងលទ្ធផលដែលយើងបានរំពឹងទុកគឺគ្រូត្រូវតែមានការយល់ដឹងអំពីវឌ្ឍនភាពនិងការសិក្សារបស់សិស្សអញ្ចឹងគ្រូត្រូវតែមានជំនាញឬក៏ចំណេះដឹងអ្វីដែលយើងបានរំពឹងទុកនៅពេលដែលយើងចូលរៀននៅក្នុងមួយវគ្គឬក៏1ម៉ោងសិក្សាណាមួយអញ្ចឹងគ្រូត្រូវតែធ្វើផែនការដើម្បីអភិវឌ្ឍទៅលើកម្មវិធីសិក្សាបន្តទី1ទៀតគឺសុពលភាពដែលសម្រេចបានអញ្ចឹងសុពលភាពបើសិនជាយើងអត់មានធ្វើការពង្រឹងទៅលើការវិតម្លៃរបស់យើងទេគឺអញ្ចឹងយើងអត់អាចមានសុពលភាពបានទេហើយយើងត្រូវតែមានភាពច្បាស់លាស់យើងចេះវាស់វែងយើងសម្រេចនៅការសិក្សារបស់សិស្សបាន
បន្ទាប់មកទៀតគឺការកសាងវាតម្លៃប្រកបទៅដោយប្រសិទ្ធភាពនៃដំណើរការសិក្សាអញ្ចឹងយើងជាគ្រូយើងត្រូវតែណែនាំសិស្សឲ្យបានច្បាស់លាស់អំពីការបញ្ចប់នៃការវាតម្លៃឲ្យបានជោគជ័យបន្ទាប់មកទៀតគឺយើងនិយាយអំពីគឺការបញ្ស៊ីគ្នាដដែលនិងលទ្ធផលរំពឹងទុកនៅក្នុង1ម៉ោងសិក្សាដូចគ្នាអញ្ចឹងយើងមានទៅលើការពិចារណាតាមដំណាក់កាលនៃការរៀនអញ្ចឹងការពិចារណាដំណាក់កាលនៃការរៀននោះគឺមុននឹងចាប់ផ្ដើមរៀនឬក៏បង្រៀនហ្នឹងគឺយើងគ្រូយើងត្រូវតែចេះរៀបចំផែនការមានន័យថាហ្នឹងវាជាដំណាក់កាលដំបូងតើផែនការហ្នឹងយើងត្រូវរៀបធ្វើម៉េចក្នុង1ម៉ោងសិក្សាយើងត្រូវសិក្សាពីអីហើយយើងចង់បានលទ្ធផលនៅក្នុងការសិក្សារយៈពេល1ម៉ោងហ្នឹងយើងទទួលបានបែបណាហើយយើងចង់ឲ្យសិស្សរបស់យើងហ្នឹងគាត់ទទួលបានចំណេះដឹងឬក៏អ្វីផ្សេងដែលពីគ្រូបានផ្ដល់ទៅឲ្យគាត់នៅក្នុង1ម៉ោងសិក្សាហ្នឹងទី2គឺយើងត្រូវចេះកំណត់គោលដៅអញ្ចឹងគោលដៅសម្រាប់សិស្សសម្រាប់ការសិក្សារបស់ពួកគាត់ហ្នឹងគឺគាត់ត្រូវតែចេះរៀបចំគោលដៅរបស់គាត់ផងដែរហើយតើគាត់ត្រូវតែចឹងមានន័យថាគាត់ត្រូវតែរៀបចំគោលដៅរបស់គាត់តើនៅក្នុងការសិក្សាររយៈពេល1ម៉ោងហ្នឹងគាត់អាចទទួលបានអ្វីខ្លះដើម្បីនៅពេលដែលគាត់ទទួលបានចំណេះហើយគាត់អាចយកចំណេះរបស់គាត់ហ្នឹងទៅប្រើប្រាស់ឬក៏គាត់អាចយកទៅប្រើប្រាស់ក្នុងការធ្វើការឬក៏ជំនាញណាមួយរបស់គាត់ហើយយើងមួយទៀតគឺការកំណត់លទ្ធផលសិក្សារំពឹងទុកបានសម្រេចដោយរបៀបណាអញ្ចឹងលទ្ធផលសិក្សាដែលយើងរំទុកបានសម្រេចនេះគឺការចេញពីសិស្សដែរគឺដើម្បីសម្រេចលទ្ធផលការសិក្សាបានគឺសិស្សគាត់ត្រូវតែមានការចូលរួមជាមួយនឹងគ្រូគាត់ត្រូវតែមានគំនិតច្នៃប្រឌិតខ្លួនឯងផងដែរហើយគាត់ត្រូវតែចេះបង្កើននៅពេលវេលាការសិក្សារបស់គាត់ទាំងការសិក្សានៅក្នុងសាលាឬក៏ការសិក្សានៅក្រៅសាលាជាដើមចាអញ្ចឹងខ្ញុំសូមបន្តទៅចំណុចបន្តមកទៀតគឺទៅលើលក្ខណៈវិនិច្ឆ័យធានាដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការវិតម្លៃការសិក្សានោះគឺទាមទារឲ្យមានការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងកត្តាដែលយើងទទួលបាននៅការអនុវត្តនិងប្រសិទ្ធភាពនោះគឺគ្រូត្រូវតែស្គាល់អំពីវិធីសាស្ត្របង្រៀនអញ្ចឹងវិធីសាស្ត្របង្រៀនគឺគ្រូត្រូវតែមានការយល់ដឹងច្បាស់ហើយចេះវាតម្លៃទៅលើការជ្រើសរើសផងដែរនិងប្រើប្រាស់ដឹងពីចំណុចខ្លាំងនិងដែនកំណត់ដូច្នេះពួកគេអាចបកស្រាយចម្លើយរបស់សិស្សបានត្រឹមត្រូវហើយគ្រូត្រូវតែប្រើប្រាស់វិធីសាស្ត្រនៃការវាតម្លៃផងដែរបន្ទាប់មកគឺពេលវេលាដែលសមស្របអញ្ចឹងពេលវេលាសមស្របគឺសំដៅទៅលើពេលវេលាដែលគ្រូត្រូវទៅការធ្វើតេស្តដើម្បីបង្កើនការវាតម្លៃរបស់សិស្សអញ្ចឹងពេលវេលានេះយើងអាចប្រែប្រួលទៅតាមប្រភេទនៃវិធីសាស្ត្រការវាតម្លៃដែលគ្រូម្នាក់គាត់កំពុងប្រើផងដែរហើយភាពស្មុគស្មាញនៅក្នុងការអនុវត្តការប្រឡងអញ្ចឹងយើងត្រូវតែណែនាំគាត់សម្រាប់ទៅលើការអនុវត្តការវាតម្លៃឲ្យបានច្បាស់លាស់និងយើងមានភាពងាយស្រួលហើយមួយទៀតគឺភាពងាយស្រួលនៅក្នុងការដាក់បន្ទុកអញ្ចឹងទៅលើការដាក់បន្ទុកយើងសំដៅទៅលើរបៀបដែលវាសាមញ្ញមែនតើក្នុងឬក៏លំបាកនឹងក្នុងការវាតម្លៃនិងផ្ដល់បន្ទុកដល់ការឆ្លើយតបរបស់សិស្សក្នុងការវាតម្លៃមួយអញ្ចឹងមានន័យថានៅត្រង់កន្លែងហ្នឹងជើងគ្រូយើងគិតថាការដាក់បន្ទុកពេលខ្លះវាសាមញ្ញតែពេលខ្លះក៏វាលំបាកដែរនៅក្នុងការវាតម្លៃតាមរយៈការដាក់បន្ទុកហ្នឹងព្រោះដោយសារបន្ទុកបើសិនជាយើងដាក់គឺយើងដាក់ទៅតាមការឆ្លើយតបរបស់សិស្សម្នាក់ផងដែរមួយទៀតគឺភាពងាយស្រួលនៅក្នុងការបកស្រាយលទ្ធផលអញ្ចឹងយើងត្រូវតែយល់អំពីអត្ថន័យឬកម្រិតបន្ទុក1ឬក៏2ហើយភាពដែលងាយស្រួលសម្រាប់ធ្វើការតេស្តគឺមានគោលបំណងតាក់ទងជាមួយនឹងភាពជោគជ័យជារួមនៅក្នុងការសិក្សាសម្រាប់សិស្សផងដែរទោះយ៉ាងណាក៏ដោយគឺការបកស្រាយនឹងមានជាមតិលាជាលក្ខសរសេរជាអក្សរសម្រាប់លក្ខណៈបុគ្គលអាចនឹងវាមានភាពពិបាកជាងអញ្ចឹងដើម្បីអនុវត្តប្រសិទ្ធភាពហ្នឹងគឺទីបន្ថែមទៀតគឺការចំណាយអញ្ចឹងទៅលើការចំណាយវាជាធម្មតាយើងមិនមែនជាបញ្ហាចម្បងទេយើងគ្រូត្រូវតែចំណាយនៅក្នុងការវាតម្លៃថ្នាក់រៀននីមួយផងដែរអញ្ចឹងដូចជាការអនុវត្ត
vì đầm lại nó cứ cả anh vào đời xa đầm lại xong phải rẻ chẳng xong phải rẻ khác với miền đầm lại thu thay để kêu ai tinh chui ban xong phải rẻ khác có việc miền đầm lại thay tơ tam năng chạy này đã từ haiបញ្ហាប្រឈមនៅក្នុងការដំណើរការនៃការធ្វើតេស្តប្រឡងហ្នឹងគឺយើងមានទី1ពេលខ្លះសិស្សកម្រិតចំណេះដឹងសិស្សគឺមានផ្សេងគ្នាខ្លះក៏គាត់ចេះបកកែខ្លះគាត់ក៏ទទួលបានការសិក្សារបស់គាត់ហ្នឹងចំណេះដឹងរបស់គាត់ហ្នឹងមធ្យមហើយសិស្សមួយចំនួនខ្លះទៀតចំណេះដឹងរបស់គាត់ហ្នឹងគឺគាត់នៅក្នុងកម្រិតទាបអញ្ចឹងការនៅក្នុងការរៀបចំធ្វើតេស្តប្រឡងហ្នឹងក៏មានផលប្រឈមពិបាកដែរអញ្ចឹងនៅក្នុងប្រសិទ្ធភាពដំណើរការនៃការធ្វើតេស្តនឹងប្រឡងគឺមុនពេលចាប់ផ្ដើមគឺគ្រូជាអ្នកណែនាំអំពីដំណើរការនៃការប្រឡងហើយប្រាប់ពីគោលបំណងច្បាស់លាស់នៅក្នុងការធ្វើការតេស្តប្រឡងនឹងថាតើយើងធ្វើដើម្បីអីនៅក្នុងគោលបំណងអីហើយគឺយើងត្រូវតែឧស្សាហ៍ធ្វើតេស្តជាប្រចាំអញ្ចឹងធ្វើតេស្តជាប្រចាំដូចជាការប្រឡងប្រចាំខែឬក៏ធ្វើតេស្តប្រចាំសប្តាហ៍ហើយនៅពេលដែលធ្វើតេស្តរួចគឺគ្រូត្រូវតែជួយធ្វើការលើកទឹកចិត្តទៅដល់សិស្សបន្ទាប់ពីគាត់ប្រឡងហើយគឺយើងគ្រូអាចវាតម្លៃទៅលើការសិក្សារបស់គាត់បានហើយចាអញ្ចឹងទៅចំណុចបន្តទៀតគឺនៅពេលដែលក្នុងកំពុងដំណើរការប្រឡងវិញអញ្ចឹងដំណើរការប្រឡងគឺយើងត្រូវតែរៀបចំនៅក្នុងបន្ទប់ស្តង់ដារណាមួយមិនត្រូវឲ្យមានសំឡេងរំខានហើយនៅក្នុងបន្ទប់ហ្នឹងត្រូវមាននាឡិកាមួយដើម្បីយើងប្រាប់គាត់អំពីម៉ោងទៅតាមដំណាក់កាលនៃការប្រឡងរបស់គាត់ហ្នឹងតើដំណាក់កាលទី1គាត់ត្រូវយើងប្រាប់គាត់ថាហក់ដំណាក់កាលទី1យើងនៅសល់ប៉ុណ្នេះ25នាទីដំណាក់កាលទី2យើងសល់20នាទីចាំមានន័យថាយើងអាចប្រាប់ម៉ោងគាត់ក្នុងរយៈពេលណាដែលចិត្តដល់ម៉ោងឬក៏មុន5នាទីមុន10នាទីបែបហ្នឹងចាហើយបន្តមកទៀតនៅពេលដែលគាត់កំពុងតែចាប់ផ្ដើមធ្វើតេស្តនៅក្នុងថ្នាក់ហ្នឹងគឺតម្រូវឲ្យគាត់មានភាពស្ងៀមស្ងាត់នៅក្នុងថ្នាក់ហើយបើសិនជាពេលចិត្តដល់ម៉ោងគ្រូប្រមូលกระดาษគឺជួយប្រាប់គាត់ឲ្យគាត់សម្រួលអារម្មណ៍គាត់ក៏មានអារម្មណ៍ថាផិតភ័យថាអូឥឡូវគាត់ធ្វើតេស្តមាន5សំណួរតែជាក់ស្ដែងគាត់ធ្វើបានត្រឹមតែ4សំណួរដល់ម៉ោងគ្រូប្រមូលអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ភ័យឯងថាគាត់ធ្វើអត់ទាន់គាត់នឹងបានបន្ទុកតិចអញ្ចឹងនៅជាគ្រូគាត់ត្រូវតែជួយប្រាប់សិស្សឲ្យសិស្សគាត់ជួយសម្រួលអារម្មណ៍របស់គាត់បន្ថែមចានៅក្នុងមេរៀននេះខ្ញុំសូមឆ្លុះបញ្ចាំងបានចំណុចដូចខ្ញុំបានបកស្រាយនៅខាងលើហ្នឹងចាសូមអរគុណជំរាបលាលោកគ្រូ